បាទអរគុណទូរទស្សនិកជននេះគឺជាវគ្គទី1នៅក្នុងកម្មវិធីគឺជាវគ្គព័ត៌មានម៉ោង 6:30 នាទីដែលនៅក្នុងវគ្គនេះលោកអ្នកនឹងបានជ្រាបនៅព័ត៌មានមួយចំនួនក្នុងពីអ្នកនឹងធ្វើការជម្រាបជូនព័ត៌មានចេញពីតាមបណ្ដាខេត្តក្រុងនិងរាជធានីមួយចំនួនបាទដោយព័ត៌មានជាដំបូងនេះគឺជាព័ត៌មានដែលទទួលបាននៅពីខាងខេត្តបៃលិនទីស្នាក់ការសមាគមអតីតយុវជនកម្ពុជាខេត្តបៃលិនត្រូវបានបញ្ចុះបឋមសាលាសាងសង់ជាផ្លូវការនិងបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រូមហន្តរាយនិងលទ្ធផលការងារសមាគមអតីតយុវជនកម្ពុជាឆ្នាំ2024កាលពីពេលថ្មីកន្លងទៅនេះអគារទីស្នាក់ការសមាគមអតីតយុវជនកម្ពុជាខេត្តបៃលិនត្រូវបានបញ្ចុះបឋមសាលាសាងសង់ជាផ្លូវការក្រោមអធិបតីភាពអាដាមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី1គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជាហើយក៏មានការចូលរួមពីអាដាម60ផលអភិបាលបាទគឺលោក60ផលអភិបាលរងខេត្តតំណាងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទនិងមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ទូទាំងខេត្តបៃលិននាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតគុណគីមបានមានប្រសាសន៍ថាការសាងសង់អគារទីស្នាក់ការសមាគមអតីតយុវជនកម្ពុជាខេត្តបៃលិនគឺជាការរៀបចំឲ្យមាននៅហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីដើម្បីធានាដល់ការបម្រើការងាររបស់សមាគមក្នុងការឆ្លើយតបនឹងការយកចិត្តទុកដាក់ចំពោះអតីតយុវជនទាំងអស់ទូទាំងខេត្តអតីតយុវជនទាំងអស់គឺជាប្រតិបត្តិការយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៃប្រជាជនកម្ពុជាដែលបានដាក់ចេញនូវនយោបាយឈ្នះក្នុងការបញ្ចប់សង្គ្រាមផ្ទៃក្នុងជាង2ទសវត្សរ៍ធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញបង្កបរិយាកាសក្នុងការអភិវឌ្ឍជាតិមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះអគារទីស្នាក់ការសមាគមអតីតយុវជនកម្ពុជាខេត្តបៃលិនស្ថិតនៅក្នុងភូមិចំការកាហ្វេសង្កាត់ទូលលាវាក្រុងបៃលិនខេត្តបៃលិនមានទទឹង20ម៉ែត្រនិងបណ្ដោយ18ម៉ែត្រតាមគម្រោងការសាងសង់អគារនេះគឺនឹងបញ្ចប់រួចរាល់នៅចុងខែមិថុនា2025ខាងមុខនេះគឺនៅមុនការរៀបចំកម្មវិធីទិវាអតីតយុវជនកម្ពុជាហើយនៅថ្ងៃនោះដែរអាដាមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតគុណគីមក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ2024និងទិសដៅអនុវត្តបន្ត2025របស់សមាគមអតីតយុវជនកម្ពុជាខេត្តបៃលិននៅក្នុងឱកាសនោះលោក60ផលអភិបាលខេត្តបៃលិនបានមានប្រសាសន៍ថាសម្រាប់ខេត្តបៃលិនគ្រោះមហន្តរាយនិងគ្រោះអគ្គិភ័យដែលបង្កឡើងដោយកត្តាមនុស្សកើតមានក្នុងកម្រិតមួយដែលយើងអាចគ្រប់គ្រងបាននៅក្នុងឆ្នាំ2024កន្លងទៅខេត្តបៃលិនក៏បានជួបនឹងគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិមានដូចជាករណីទឹកជំនន់គ្រោះខ្យល់កន្ត្រាក់និងគ្រោះរាំងស្ងួតក៏ដូចជាគ្រោះមហន្តរាយផ្សេងៗដោយកត្តាមនុស្សដូចជាគ្រោះអគ្គិភ័យភ្លើងឆេះផ្ទះភ្លើងឆេះព្រៃនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រព័ន្ធធារាសាស្ត្រព្រមទាំងផលដំណាំរបស់ប្រជាកសិករឆ្លើយតបទៅនឹងគ្រោះមហន្តរាយខាងលើនេះលោកជំទាវបណ្ឌិតបានសំណុំអភិបាលរងខេត្តបាទអធិស្ឋានអភិបាលខេត្តបៃលិននិងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដោយប្រើប្រាស់មធ្យោបាយសរុបកម្លាំងសរុបក្នុងកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពឆ្លើយតបការសង្គ្រោះបានទាន់ពេលវេលាជាមួយនឹងការគ្រប់គ្រងសម្ភារៈគ្រឿងឧបភោគបរិភោគនិងគ្រឿងបរិក្ខាររួមជាមួយនឹងឱសថជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះប្រកបដោយប្រសិទ្ធភាពនិងទទួលបានការកសាងឡើងវិញក្រោយវិបត្តិត្រូវបានបញ្ចប់